ឃើញឯណាគេខ្លះដែលពេលភ្ជុំហើយអត់មានអន្សមញ៉ាំខ្ញុំភ្ជុំហើយនៅមានអន្សមញ៉ាំធម្មតាចាដោយសារតែម៉ាក់ខ្ញុំវិចអន្សមពេលភ្ជុំហើយដោយវីដេអូមុនដែលខ្ញុំប្រាប់ថាខ្ញុំរវល់វិចអន្សមពេលភ្ជុំហើយហ្នឹងឥឡូវខ្ញុំមក review អន្សមរបស់ខ្ញុំព្រោះអី part 1ហើយសន្យាថាមាន part 2មក review អន្សមខ្លួនឯងចឹងយើងត្រូវមាន part 2ដើម្បីកុំឲ្យ fan ដែល comment នៅក្នុងវីដេអូខ្ញុំហៅ part 2ឥឡូវខ្ញុំចេញ part 2ហើយ honestly ហ្មងដោយសារតែខ្ញុំអត់មាន professional អីត្រូវកាត់ដាក់ចានអីឲ្យមើល texture អីទេដោយសារតែខ្ញុំនៅក្រៅអញ្ចឹងខ្លាចអត់បាន review ក៏យកអន្សមហ្នឹងមកហាង salon បងស្រីខ្ញុំទៅអង្គុយ review ហ្មងទៅហើយចាំមើល texture ខាងក្នុងថាវាមិនអញ្ចឹង texture ហ្នឹងហើយអញ្ចឹង texture ខាងក្នុងហ្នឹងដូចខ្ញុំបានបង្ហាញនៅ part 1អញ្ចឹងយើងមាន snow សាច់ជ្រូកយើងមានសណ្ដែកហើយយើងមាន snow បន្ថែមអីផ្សេងទៀតអាហ្នឹងតាមចង់និយាយថាតាម recipe រៀងខ្លួនអញ្ចឹងណាគ្រាន់ថាអន្សមរបស់ម៉ាក់ខ្ញុំគាត់លាយគ្រឿងហើយស្រាប់ហើយអញ្ចឹងអត់ចាំបាច់បន្ថែមគ្រឿងឲ្យញ៉ាំមកអញ្ចឹងទៅហើយតើតោងជាមួយនឹងអន្សមបើសិនជាយើងចង់ទុកឲ្យបានយូរអាហ្នឹងយើងឆ្អើរវារហូតទៅប៉ុន្តែគ្រាន់ថាវាក្រៀមខាងគៀនអញ្ចឹងវាអត់សូវឆ្ងាញ់ទេតែបើភ្លាមចេះនិយាយត្រង់ហ្មងឆ្ងាញ់ខ្ញុំញ៉ាំអស់មួយហ្មងញ៉ាំហើយគឺមិនបាច់ញ៉ាំបាយទេនិយាយមែនហើយគិតមើលអន្សមយើងវិចខ្លួនឯងហើយស្នាដៃខ្លួនឯងហើយយើងញ៉ាំខ្លួនឯងវាមិនឆ្ងាញ់ណាគេមិនសរសើរឆ្ងាញ់យើងទៅសើខ្លួនឯងឆ្ងាញ់ចឹងអញ្ចឹងអូខេវីដេអូ review អន្សម part 2របស់ខ្ញុំអស់ហើយចាំជួបខ្ញុំនៅវីដេអូក្រោយទៀតណាបាយបាយ